អ្នកណាខ្លះដែលមិនទាន់ចេះបន្ថែមជួយច្រើននៅក្នុងកម្មវិធី Microsoft Excel ពីបែបនេះទៅជាបែបនេះមកចូលមើលបងប្អូនខ្ញុំនឹងបង្ហាញពីវិធីខ្លីៗសម្រាប់អ្នកនរគ្នាងាយស្រួលយល់ឥឡូវខ្ញុំមានតារាងមួយសម្រាប់ឧទាហរណ៍ទៅកាន់អ្នកនរគ្នាហើយខ្ញុំមាន name ខ្ញុំមាន date of birth ខ្ញុំមាន order ឥឡូវខ្ញុំចង់បន្ថែមជួរឈរនៅចន្លោះនេះ D និង C បន្ថែមទៀតព្រោះខ្ញុំគិតថាតើណាខ្ញុំចង់ដាក់gender មួយទៀតដាក់ភេទមួយទៀតនៅចន្លោះហ្នឹងណាបើសិនជាចង់បន្ថែមនៅចន្លោះហ្នឹងអ្នកនរគ្នាត្រូវដាក់នៅលើ header ខាងអក្សរ C នេះមករួចចុចមកស្ដាំហើយយកពីអីដើម្បីបន្ថែមអស់មកក្រោមមកណាចុចមកស្ដាំលើហ្នឹងណាអ្នកនរគ្នាអត់មានចុចទៅខាងក្រោមទេចុចមកស្ដាំលើក្បាលវាទេអានេះខែក្បាលអង់គ្លេសថា column header ចុចមកស្ដាំលើវាទៅណាហើយយកពាក្យថា insert ឃើញទេបាទ insert ចុចលើវាផ្លឹកមកវានឹងបន្ថែមជួរឈរមកឲ្យយើងឯងឃើញទេងាយបំផុតហើយយើងវាយចូលមក gender បាទប៉ុណ្ណឹងរួចជាការស្រេចចំណែកជួរដេកដូចគ្នាបើសិនជាអ្នកនរគ្នាចង់បន្ថែមជួរដេកទី1អ្នកនរគ្នាត្រូវដឹងថាអានេះលេខ1លេខ2ជាអីសិនឥឡូវខ្ញុំបញ្ជាក់ប្រាប់ណាលេខ1លេខ2នេះគឺជាក្បាលរបស់ជួរដេកហើយចំណុច ABC ជាក្បាលរបស់ជួរឈរឥឡូវបើសិនអ្នកនរគ្នាចង់បន្ថែមជួរឈរនៅចន្លោះណាមួយទៀតយើងចុចមកស្ដាំទៅអ្នកនរគ្នាចុចមកស្ដាំត្រង់មួយមកហើយយកពាក្យថា insert ដូចគ្នាឃើញទេវាបន្ថែមជួរឈរមួយទៀតឲ្យយើងអានេះគឺរបៀបនៃការបន្ថែមជួរឈរចុះបើយើងចង់លុបវិញធ្វើម៉េចវិធីលុបក៏មិនខុសគ្នាដែរគឺយើងបើសិនជាចង់លុបទៅលើ gender វិញអ្នកនរគ្នាចុចទៅលើក្បាលវាដូចគ្នាដូចមិញណាចុចមកស្ដាំដូចគ្នា right click មករួចយកពាក្យថា delete ខាងក្រោម insert ណាអានេះថែមអានេះលុបអញ្ចឹងជួយយក delete មកគឺលុបវិញណាដូចគ្នាជួរដេកដូចគ្នាបើយើងចង់លុបទៅលេខ2ជួរដេកលេខ2អ្នកនរគ្នាចុចទៅលើពាក្យនឹងមកហើយយកពាក្យថា delete ដូចគ្នាចប់ការងាររបស់យើងរួចជាការស្រេចអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនបើមិនយល់អីអាច comment ខាងក្រោមហើយបើចង់បានវីដេអូទៀត comment ខាងក្រោមមកខ្ញុំធ្វើវីដេអូជូនអ្នកនរគ្នាទៀតបាទអរគុណគ្រប់លា